សួស្តីអ្នកនរគ្នាចឹងក្នុងថ្ងៃនេះខ្ញុំនឹងមកប្រាប់អ្នកនរគ្នាពីរបៀបការហៅប្រាក់ចំណូលបន្ថែមដោយប្រើកម្មវិធី Vclass ដែលយើងជាអ្នកណែនាំទៅកាន់មិត្តភ័ក្តិឬក៏អ្នកដែលស្គាល់គ្នាដើម្បីគាត់ប្រើប្រាស់ហើយយើងនឹងបានទទួលនៅcommission ពីកម្មវិធីហ្នឹងអញ្ចឹងតកតងជាមួយនឹងអាហ្នឹងជាដំបូងយើងត្រូវចុះឈ្មោះ register សិនអញ្ចឹងចុះឈ្មោះមកយើងមិនបាច់ទិញគម្រោងក៏បានដែរបើមិនយើងអត់ទិញបានថាយើងអត់អាចប្រើកម្មវិធីបានទេតែគឺយើងមានមុខងារដែលអាចអឺដែលថាយើងដាក់ឈ្មោះថាកម្មវិធីតំណាងអញ្ចឹងយើងចុចលើកន្លែងហ្នឹងមកគឺយើងមាន link បាត់ invitation register អញ្ចឹងយើង copy link ហ្នឹងផ្ញើទៅកាន់មិត្តភ័ក្តិឬក៏អីដែលអ្នកដែលចង់ហ៊ានចិនឬក៏ហ៊ានអង់គ្លេសឬក៏ហ៊ានកូរ៉េហ្នឹងឲ្យគាត់ដឹងហើយគាត់ចុះឈ្មោះតាម link ហ្នឹងគឺយើងនឹងទទួលបានcommission ហើយ commission ហ្នឹងបែបម៉េចចឹងតើទៅមួយ commission គឺខ្ញុំសូមបើក PowerPoint មួយដើម្បីបញ្យល់អ្នកទាំងអស់គ្នាបាទអូខេតើតើនឹង commission ហ្នឹងចាំតិចខ្ញុំសូមនេះសិនបាទតើតើមួយនឹង commission ដែលខ្ញុំបញ្យល់សិនបាទអញ្ចឹងឧទាហរណ៍ដូចអានេះគឺខ្ញុំបើកជាស្រួលអញ្ចឹងឧទាហរណ៍អ្នកនរគ្នាណែនាំឲ្យមិត្តភ័ក្តិអ្នកនរគ្នាទៅការ register ជាមួយនឹងបាទជាមួយនឹងពួកយើងឧទាហរណ៍ថាបើសិនជាគាត់ first register យើងនឹងទទួលបានបាទ 20% បើ first register បាន 20% ហើយបើសិនជាគាត់បន្តធ្វើការបង់រហូតគឺយើងនឹងទទួលបាន 5% រាល់ពេលគាត់បង់អញ្ចឹងឧទាហរណ៍បើសិនជាគាត់ចំណាយលុយ$1ដែលធ្វើការបង់គឺយើងអានេះសម្រាប់ការ register លើកទី1ដំបូងទេគឺយើងនឹងទទួលបាន0.20 សេនហ្នឹងឧទាហរណ៍ណាហើយបន្តមកទៀតឧទាហរណ៍គាត់ទិញចប់មួយខែដល់ខែបន្តទៀតគាត់បន្តប្រើប្រាស់ហើយគាត់បង់លុយបន្ថែមគឺយើងនឹងបានឧទាហរណ៍ថាក្នុងតម្លៃ$1ដូចគ្នាយើងនឹងទទួលបាន0.05 សេនអញ្ចឹងនឹងគឺជាការគណនាអញ្ចឹងបានន័យថានៅពេលដែលគាត់ចុះឈ្មោះលើកទី1ហើយទិញលើកទី1នឹងទទួលបាន 20% តែឧទាហរណ៍ថាគាត់ user ហ្នឹងបន្តដដែលគាត់បន្តទិញលើកទី2លើកទី3លើកទី4រហូតដល់លើកទីអណន្តគឺយើងទទួលបាន 5% រហូតអញ្ចឹងវាល្អសម្រាប់យើងដោយយើងអាចបន្តបាទរកលុយឧទាហរណ៍ថាយើងមាន100 user ទៅបាទ100នាក់ដែលយើងបានណែនាំឲ្យប្រើប្រាស់ហើយបើគាត់បង់លុយគឺយើងនឹងទទួលបានលុយនឹងបន្តរហូតអញ្ចឹងអានេះគ្រាន់តែជាការឧទាហរណ៍ទេអញ្ចឹងនៅក្នុងហ្នឹងគឺយើងមានតារាងដែលយើងអាចដឹងថាអូខេបន្ទាប់មកហើយគាត់មាន register អត់អញ្ចឹងគេនឹងបង្ហាញនៅទីនេះអញ្ចឹងឥឡូវកុំឲ្យពិបាកសម្រាប់អ្នកទាំងអស់គ្នាខ្ញុំសូមបង្ហាញនៅលើហ្នឹងហ្មងគឺខ្ញុំ copy link មួយហ្នឹងហើយខ្ញុំនឹងធ្វើការ register under បាទ under email ផ្សេងចុះឧទាហរណ៍ខ្ញុំយក link ហ្នឹងយកមក register បាទឧទាហរណ៍ថាខ្ញុំដាក់ថាដោយសារនេះ Gmail ខ្ញុំហើយខ្ញុំយក username ហ្នឹងមកទៅបាទហើយខ្ញុំដាក់ password សុំដាក់ password អីស្រួលចាំតិចបាទចឹងនេះគឺយើងបើសិនជាមកឃើញ user 12ពេលខ្លះយើងគាត់ណែនាំថានៅក្នុងហ្នឹងយើងដាក់ user ដក12ទៅយើង copy តែហ្នឹងឲ្យគេដាក់ចូលក៏បានដែរអញ្ចឹងដាក់បង្កើតគណនីមកបាទពេលដែលបង្កើតគណនីហើយគឺអត់ទាន់មាន active អីទេអញ្ចឹងឧទាហរណ៍ថាខ្ញុំធ្វើការបង់លុយក្នុងការប្រើប្រាស់អញ្ចឹងតើតើមួយការបង់លុយថាឥឡូវហ្នឹងធម្មតាតម្លៃវា$2.5តែដោយសារតែឥឡូវមាន promotion អញ្ចឹងតម្លៃវា$2អញ្ចឹងខ្ញុំចុចពាក្យថាទិញឥឡូវហើយខ្ញុំយក transfer តាម bank ដោយសារខ្ញុំអត់ទាន់ verify ហើយនេះខ្ញុំនឹង update sorry ខ្ញុំអត់ទាន់បាន update ហើយខ្ញុំupload ចូល
អានេះ payment តែនេះយើងបាច់ខ្វល់ទេគ្រាន់តែ payment proof ទេអូខេនេះបាទអញ្ចឹងយើងបានទិញអត់តជោគជ័យអានេះនៅ admin គាត់ confirm អញ្ចឹងខ្ញុំសុំទៅ like admin confirm សិនហើយចាំយើងមកបន្តទៅមើលកន្លែងរបស់យើងវិញបាទអញ្ចឹងឥឡូវគឺ admin គឺបាន confirm បន្តមកទៀត active plan គាត់គឺ active ហើយអញ្ចឹង user អត់មានខាតអីទេគឺគាត់ទូទាត់$2ដូចធម្មតាទោះបីជាយើងមិន invite នៅតែគាត់ទូទាត់$2អញ្ចឹងត្រឡប់ទៅមើលរបស់យើងវិញអញ្ចឹងឥឡូវខ្ញុំសុំ refresh បាទបន្ទាប់ពី refresh គឺយើងទទួលបាន 0.40 សេនដោយសារតែមុនហ្នឹងមាន user គាត់ register under របស់យើងបាទអញ្ចឹងបច្ចុប្បន្នគឺយើងមានបាទយើងទទួលបាន 20% តែឧទាហរណ៍បើសិនជាគាត់ហ្នឹងទិញលើកទី2អញ្ចឹងឧទាហរណ៍ខ្ញុំទៅឧទាហរណ៍មួយទៀតបាទអញ្ចឹងឧទាហរណ៍គាត់ទិញក្នុងខែទី2ចុះអញ្ចឹងគាត់ទិញទៀតទិញក្នុងខែទី2បន្តមកទៀត admin approve នៅពេលដែល admin approve user គឺគាត់បានទិញជោគជ័យបាទហើយគម្រោងគាត់គឺឡើងទៅដល់ខែខ្ញុំ refresh មួយទៀតបាទខែ8បាទអញ្ចឹងវាត្រូវហើយអញ្ចឹងយើងត្រឡប់ទៅមើល dashboard របស់យើងវិញថាយើងអ្នកណែនាំហ្នឹងបានអីគេថែមអត់អូខេអញ្ចឹងខ្ញុំសូម reload mouse ស្ដាំ reload អញ្ចឹងយើងបាន50 សេនដោយសារនៅពេលដែលគាត់ទិញបន្តទៀតគឺយើងទទួលបានតែ 5% ទេអញ្ចឹងអានេះខ្ញុំសង្ឃឹមថាអ្នកនរគ្នាយល់ហើយបើសិនជាឆ្ងល់អីអាចតាក់ទងមកកាន់ខ្ញុំដើម្បីសាកសួរបន្ថែមអញ្ចឹងសរុបមកវិញនៅពេលដែលយើងមានបាទកន្លែងនេះហៅថានៅពេលដែលកន្លែងនេះយើងបាន$1ឧទាហរណ៍យើងបាន$1អញ្ចឹងគឺយើងអាចធ្វើការស្នើសុំដកលុយបានហើយដើម្បីដកលុយបានគឺទី1យើងត្រូវបំពេញចំនួនទឹកលុយ$1ហើយតកតងជាមួយនឹងឈ្មោះបាទឈ្មោះ ABA ឬបាទ mostly ខ្ញុំសាក់ចេះឲ្យប្រើ ABA ហើយ account លេខអីគេហើយនៅមួយទៀតគឺ upload អត្តសញ្ញាណប័ណ្ណដើម្បី verify មួយឈ្មោះបាទឈ្មោះហើយនឹងអត្តសញ្ញាណប័ណ្ណត្រូវដូចគ្នាបានយើង pay ជូនអញ្ចឹងហើយយើងចុច request affiliate ទៅពួកខ្ញុំនឹង check ហើយនឹង update ទឹកលុយចូលក្នុងគណនីរបស់អ្នកនរគ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានចម្ងល់អីបន្ថែមអាចសាកសួរខ្ញុំបានសូមអរគុណ